ទស្សនៈអប់រំជីវិតតម្លៃពិតប្រាកដនៃជីវិតមិនមែនវាស់វែងដោយទ្រព្យសម្បត្តិឬឋានៈបុណ្យស័ក្តិក្នុងការសរសើរពីសង្គមនោះឡើយប៉ុន្តែវាបានស្ថិតនៅលើវិធីដែលយើងជ្រើសរើសប្រកបដោយស្មារតីនិងការយល់ដឹងពិសេសគឺយើងបង្កើតអត្ថន័យនិងបង្កើតនៅអ្វីដែលជាប្រយោជន៍ដល់ខ្លួននិងអ្នកដទៃដែលយើងកំពុងរស់នៅក្នុងបច្ចុប្បន្នភាពសពថ្ងៃនេះការចម្រើនគុណតម្លៃនៅក្នុងជីវិតលោកអ្នកត្រូវមានសេចក្តីស្ងប់ក្នុងចិត្តការមានចិត្តស្ងប់មិនរវើរវាយឬសាយភាយទៅតាមរំលេចនៃខាងក្រៅគឺជាទ្រព្យដ៏មានតម្លៃបំផុតដែលនាំមកនូវសុខសុភមង្គលពិតប្រាកដម្យ៉ាងទៀតយើងរស់នៅមិនមានសេចក្តីប្រមាថធ្វេសប្រហែសកើតឡើងដល់ខ្លួនត្រូវមានការនឹករលឹកប្រកបដោយសតិនិងស្មារតីបញ្ញាខ្ពស់ចេះពិចារណាហេតុនិងផលឲ្យបានច្បាស់លាស់ការកាន់សេចក្តីក្នុងរឿងអ្វីមួយមិនត្រឹមតែជាដំណើរនៃការសម្រេចចិត្តលើបញ្ហាណាមួយនោះទេប៉ុន្តែវាជាសិល្បៈនៃការថ្លឹងថ្លែងវាស់សេចក្តីពិតឬការបោកបញ្ឆោតដើម្បីឲ្យបានកាន់សេចក្តីនោះមានភាពយុត្តិធម៌ដ៏ត្រឹមត្រូវយើងមិនត្រូវធ្វើអ្វីដោយខ្វះការស្មោះត្រង់ឡើយភាពស្មោះត្រង់របស់មនុស្សគឺរមែងឲ្យតម្លៃនៃបុគ្គលដែលជារសារក្នុងភាពប្រកបដោយយុត្តិធម៌នោះឯងគឺជាអ្នកមានគុណតម្លៃលើដុំមាសដុំប្រាក់ទៅទៀតការវាយតម្លៃដោយគ្មានលំអៀងការកាត់សេចក្តីល្អដោយផ្អែកទៅលើការមើលឃើញនៃការពិតមិនមែនផ្អែកទៅលើអារម្មណ៍ដែលលោកអ្នកឆេវឆាវឬការកុហកបោកបញ្ឆោតភ្នែកអ្នកដទៃនោះឡើយភាពស្មោះត្រង់ជួយឲ្យយើងហ៊ានទទួលស្គាល់ពីសេចក្តីពិតបើទោះបីជាការពិតនោះពិបាកទទួលយកក៏ដោយម្យ៉ាងទៀតការជំនះភាពស្មុគស្មាញនៃចិត្តពេលដែលយើងពិបាកកាត់សេចក្តីក្នុងរឿងអ្វីមួយពេលដែលយើងមានចិត្តការសាយភាយឬការបោកបញ្ឆោតពីខាងក្រៅដោយមានភាពស្មោះត្រង់ជាមួយនឹងខ្លួនឯងគឺជាត្រីវិស័យជួយទាញស្មារតីឲ្យត្រឡប់មករកភាពច្បាស់លាស់វិញសេចក្តីថ្លៃថ្នូរក្នុងការសម្រេចចិត្តរបស់លោកអ្នកគឺជាភាពស្មោះត្រង់យើងធានាថារាល់ការកាន់សេចក្តីទាំងឡាយមិនថាក្នុងរឿងការងារទំនាក់ទំនងឬជីវិតផ្ទាល់ខ្លួនគឺមិនបង្កអយុត្តិធម៌ដល់អ្នកដទៃនិងកុហកខ្លួនឯងឡើយយុត្តិធម៌និងភាពស្មោះត្រង់គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្លៃខាងក្នុងរបស់មនុស្សការកាត់សេចក្តីដោយបាត់បង់ភាពស្មោះត្រង់គឺស្មើនឹងការកាត់ទោសសេចក្តីពិតដោយអយុត្តិធម៌